ដូចរាល់វិធីដែលយើងបង្កើតក្នុង LD Player បង្កើតបានម្ដងច្រើន account ទាំងអស់គ្នាបាទបាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំ update តាក់ទងទៅនឹងបាទរបៀបនៃការបង្កើត account Facebook ឲ្យបានច្រើនបាទក្នុងពេលតែមួយបាទកាលពីមុនគឺខ្ញុំបង្ហាញតែបង្កើត account Facebook បាទហើយយើងបង្កើតបានម្ដងមួយម្ដងមួយណាប៉ុន្តែឥឡូវគឺខ្ញុំសាកតេស្តមើលបាទតាក់ទងទៅនឹងបង្កើតនោះគឺយើងអាចបង្កើតបានច្រើនបាទក្នុងពេលតែមួយណាជាក់ស្ដែងខ្ញុំបើក LD Player ចំនួន4ហើយខ្ញុំបាន share អ៊ីនធឺណិតចេញពីទូរស័ព្ទដៃរបស់ខ្ញុំបាទនេះ Premium Message ហើយខ្ញុំក៏បានត្រៀមនៅ Gmail មួយចំនួនដែលខ្ញុំបាន login នៅក្នុង Chrome ណាឥឡូវខ្ញុំកំពុងបើក Chrome បាទហើយយើងបានបើក IP ទៅកាន់ Atlanta បាទអញ្ចឹងយើងបង្កើតទៅបង្កើនម្ដងច្រើនបាទយ៉ាអAtlanta ដូចជាលេងឲ្យបង្កើតហើយមិនអញ្ចឹងបាទអញ្ចឹងយើងដាក់ New York ដែរមកបើ Atlanta អត់ឲ្យបង្កើតមានដាក់ New York ដូចជាវា spam ទៅលើអីចឹងទេណាបាទបាទឥឡូវយើងចុច create បាទចុច create account មកទាំងអស់គ្នានេះបាទ create account មកបាទអូខេអូខេបាទយើងបើដាក់ឈ្មោះស្រីៗមកណាបាទដូចជាដាក់ឈ្មោះ nick 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 ដាក់ឆ្នាំកៅជាងទៅខ្ញុំចូលចិត្តដាក់ឆ្នាំកៅជាងអូខេនេះគឺយើងបង្កើតម្ដងច្រើនណាអ្នកនរគ្នាដើម្បីមាន account ប្រើបាទអញ្ចឹងយើងរកតាម Facebook គឺត្បូងឡៃគឺយើងត្រូវមាន account ហ្នឹងឯងបាទធ្វើពិតជាបង្កើត account ឲ្យច្រើនហ្នឹងណាបាទអូខេ next 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 ហើយខ្ញុំដាក់មនុស្សស្រីទេបាទ next 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 hello 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 បាទឥឡូវយើងទៅយកលេខទូរស័ព្ទលេខទូរស័ព្ទគឺយើងចូលទៅកាន់បាទ website ហ្នឹងនេះហើយយើងដាក់មកបាទហើយយើងកែកតុយខ្លះណាបាទ6អញ្ចឹង168បាទអានេះយើងដាក់169បាទ170គុត171អញ្ចឹងទៅคลิกដេញមកបាទអានេះគឺយើងដាក់លេខកូដបាទ cell បាទ I agree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  បាទចាំមើលមិនដែរបាទចាំវាទៅហើយបាទបន្តទៀតគឺយើងដាក់ថាមិនបានទទួលចេញពីលេខទូរស័ព្ទទេយើងដាក់ក្រោមណា I didn't នេះ I didn't get code នេះហើយយើងត្រូវ confirm ដោយ by email វិញបាទ confirm by email បាទចឹងកន្លែងនេះគឺយើងដាក់ email Gmail បាទដាក់ Gmail យើងណាបាទអូខេឥឡូវយើងរួចរាល់ហើយយើងចុច next មើលមើលបានអត់បាទ next 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 ចុច skip យ៉ាតំណងជាបានមើលទៅឥឡូវយើងបង្កើតរួចរាល់ហើយយើងទៅដាក់ Gmail យើងណាដាក់ Gmail ចាំដេចយើងអញ្ចឹងណា
ឥឡូវគឺខ្ញុំដាក់ជាមួយនឹង mail ធម្មតាទេអញ្ចឹងខ្ញុំត្រូវដក mail នឹងចេញណាបាទនេះបាទតោះឥឡូវខ្ញុំបង្ហាញដល់អ្នកគ្នាពីរបៀបយើង remove នៅលេខទូរស័ព្ទឬក៏ Gmail ចាស់ដែលយើងអត់ចង់ដាក់ព្រោះថា Gmail មិញគឺយើងដាក់បញ្ឆោតចោលទេបដោះសន្នទេអ្វីដែលខ្ញុំចង់ដាក់គឺខ្ញុំចង់ដាក់យ៉ាន់ដិចព្រោះថាយ៉ាន់ដិចមេមួយបង្កើតបានយ៉ាន់ដិចច្រើនរាប់មិនអស់បាទហើយយើងអាចយកទៅដាក់ជាមួយ account Facebook ទៅវាយើងមានលទ្ធភាពក្នុងការបង្កើតឲ្យបានច្រើនណាបាទអញ្ចឹងខ្ញុំបង្កើតជាមួយយ៉ាន់ដិចបាទឥឡូវ Gmail នេះគឺខ្ញុំដាក់បញ្ឆោតទេបាទគឺយើងដកវាចេញណាដកវាចេញថ្ងៃក្រោយគឺយើងយក Gmail ហ្នឹងយកទៅបង្កើត Facebook ទៀតពេលបង្កើតបានយើងដកចេញបាទដាក់មួយយ៉ាងដេចវិញអញ្ចឹងណាអូខេឥឡូវយើងចូល setting មកអ្នកនរគ្នាហើយមិញគឺcheck point បាទ check point ចំនួន2 account បាទដោយសារតែ internet slow ផងអីផងណាបាទអញ្ចឹងយើងនៅសល់2បាទចូលទៅកាន់ account center មកអ្នកនរគ្នាបាទហើយមិញខ្ញុំបើកជាមួយ LD ចិនណាបើកជាមួយ LD ចិនអត់បានឥឡូវខ្ញុំទៅមកបើកជាមួយ LD នេះវិញបាទបើកជាមួយ LD SIN វិញណាបាទអញ្ចឹងយើងលុប Gmail លុបលេខទូរស័ព្ទចោលអញ្ចឹងណាបាទយើងចុច delete មកបាទអូខេចឹងយើង check មើលក្នុង Gmail យើងគឺឃើញនឹងអ្នកគ្នាបន្តទៅគឺយើង add email ថ្មីបាទ add email ថ្មីមកដើម្បីយើងអាចគេហៅថាមានសិទ្ធិក្នុងការ remove Gmail ចោលបាទបន្តទៅយើងចុច next មកអញ្ចឹងវាផ្ញើលេខកូដទៅកាន់យ៉ាន់ដិចយើងណាយើងទៅមើលយ៉ាន់ដិចយើងទៅបាទចុច next មកអ្នកនរគ្នា close ហើយយើងចុចពីលើ mail ដែលយើងចង់ delete អញ្ចឹងចុច delete ទៅអញ្ចឹងវានៅសល់តែ mail យ៉ាន់ដិចរបស់យើងទេបាទអូខេហើយយើងធ្វើបានទៅលើ LD Player បាទអ្នកនរគ្នាបាទនៅក្នុងកម្មវិធី Facebook ហើយយើងធ្វើបានតែក្នុង Facebook Live បើ Facebook SIN គឺយើងធ្វើបានអ្នកនរគ្នាបាទអញ្ចឹងឥឡូវគឺរួចរាល់វិធីដែលយើងបង្កើតក្នុង LD Player បង្កើតបានម្ដងច្រើន account អ្នកនរគ្នាបាទអរគុណច្រើន